បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនមួយទាំងអស់ជាទីគោរពជាទីរាប់អានបាទខ្ញុំបាទសូមលើកយកនៅតម្រានៃការសាងសង់ផ្ទះរៀបចំបន្ទប់ឲ្យត្រូវទៅតាមក្បួនហុងស៊ុយបុរាណខ្មែរដែលបានចងក្រងដោយខ្ញុំបាទលោកគ្រូសុនប៊ុនបាទដែលមាននៅក្នុង app MySP Fortune អញ្ចឹងលោកអ្នកអាច download យក app MySP Fortune របស់ខ្ញុំដើម្បីធ្វើការទូទាយមានរហូតទៅដល់10ប្រភេទបាទក្នុងការទូទាយដោយនេះស្ដីឡែកសំខាន់ខ្ញុំលើកយកនៅដួងកែវចំពោះទី5នេះចំពោះការសាងសង់ផ្ទះបាទសាងសង់ផ្ទះនឹងរៀបចំបន្ទប់ឲ្យត្រូវទៅតាមទិសបរិវារអាយុដែលជះសេរីមូលឧស្សាហមន្ត្រីនិងការណីចឹងដែរចំពោះដែលទិសដែលជាបរិវារយើងគួរតែដាក់ឲ្យដូចជាអ្នកនៅជាមួយមើលថែសួនអ្នកនៅផ្ទះអ្នកជួយបោសសម្អាតផ្ទះយើងហ្នឹងអ្នកនិយាយរួមគេហៅថាបាវព្រាវដើម្បីឲ្យទិសបរិវារហ្នឹងដើម្បីឲ្យពួកបាវព្រាវទាំងអស់ហ្នឹងមានចិត្តស្មោះមានចិត្តស្រឡាញ់ម្ចាស់ក្នុងការជួយមើលថែផ្ទះសម្បែងយើងមិនមានចិត្តក្បត់ម្ចាស់យើងម្ចាស់ផ្ទះអញ្ចឹងដែរយើងគួរតែដាក់នៅទិសបរិវារទិសអាយុយើងគួរដាក់អីយើងដាក់ដូចជាអាសនៈដូចជាវត្ថុដែលយើងគោរពបូជាជាដើមដែលជះសារីមូលៈយើងគួរដាក់បន្ទប់ដែលយើងគេងប្តីប្រពន្ធបាទទិសសារីទិសអីហ្នឹងយើងគួរដាក់បន្ទប់កូនចៅយើងបាទដើម្បីឲ្យសនុកសុខសប្បាយកុំឲ្យមានជំងឺតម្កាត់អីមកបៀតបៀនបាទហើយក្នុងករណីដែលយើងមិនបានមើលមិនបានគួនគូទៅតាមក្បួនខ្នាតអីត្រឹមត្រូវពេលខ្លះយើងធ្វើទៅចំនៅលើទិសដែលមិនល្អដូចជាទិសការកណីទិសធាំងធាក់ទិសបែកបាក់ពុកផុយទិសពោតេស្អុយរលួយទិសមរណៈអញ្ចឹងធ្វើឲ្យម្ចាស់ផ្ទះធ្វើឲ្យយើងជាប្តីប្រពន្ធនឹងច្រើនមានរឿងរកម្មរកុសឆ្លោះទាស់តែងគ្នាច្រើនឬក៏មានជំងឺឈឺប្រចាំកាយជាដើមឡាក់អញ្ចឹងដែររាល់ការសាងសង់ផ្ទះយើងត្រូវជ្រើសរើសទី1ទិសដែលឆុងប្រចាំឆ្នាំកំណើតយើងមានគេហៅថាទិសឆុងប្រចាំជីវិតទី2គឺឈឺទិសឆុងប្រចាំដួងកែវរបស់យើងទិសក្រហមនេះគឺជាទិសឆុងប្រចាំដួងកែវរបស់យើងអញ្ចឹងដែរនៅក្នុងដួងកែវទី5នេះគេហៅថាដួងសេដ្ឋីដួងអ្នកមានដែរតែបើសិនជានៅចំទិសខុសពួកវាអ្នកក្រដែរពួកក្រដែរហើយយើងនៅក្នុងនេះយើងមានទិសឦសានដែលស្ថិតនៅលើទិសមរណៈទិសឦសានទិស45ដឺក្រេមិនល្អទេនឹងបើសិនជាយើងសង់បន្ទប់គេនៅចំទិសហ្នឹងយើងនឹងធ្វើឲ្យមានជំងឺឈឺច្រើនទិសទី2គឺទិសខាងលិចទិសបច្ចឹមទិស270ដឺក្រេហ្នឹងក៏ទិសនៅលើប្រាង្គៈបែកបាក់ពុកផុយក៏មិនល្អដែរយើងអាចនៅលើបន្ទប់នេះយើងនឹងមានរឿងអាចនឹងទាស់តែងអាចឈានដល់លែងលះនេះក៏ថាបានទិសខាងជើងគឺទិសពោតេស្អុយរលួយទិស0ដឺក្រេឬគឺទិស360ដឺក្រេហ្នឹងមិនល្អដែរចំណែកដែលទិសដែលល្អសម្រាប់ដួងកែវប្រភេទទី5នេះគឺមានទិសបូទិសខាងកើតទិស90ដឺក្រេទិសខាងអាគ្នេយ៍ទិសរាជាទិសខាងត្បូងទិសទក្សិណទិស180ដឺក្រេគេហៅថាទិសដួងជ័យហើយទិសខាងនិរដីទិសស្ថិតនៅលើផ្ទះសៅនោះគេហៅទិសរណ្ដៅទ្របស្ថិតនៅលើផ្ទះរណ្ដៅទ្របទិស225ដឺក្រេអញ្ចឹងដែរការសង់ផ្ទះឲ្យយើងធ្វើទៅតាមថ្ងៃបរិវារអាយុដែលជះសេរីមូលឧស្សាហមន្ត្រីការកណីនេះជាការស្រេចអញ្ចឹងទិសការកណីយើងត្រូវដាក់អីដូចជាបន្ទប់ទឹកដូចជាបង្គន់អនាម័យនឹងសម្រាប់ទិសការកណីតែស្រាប់តែទិសការកណីយើងទៅដាក់បន្ទប់គេងរបស់យើងក៏មិនល្អដែរវាធ្វើឲ្យយើងមានរឿងមិនចេះចប់មិនចេះហើយបាទអញ្ចឹងដែររាល់ការសាងសង់ផ្ទះយើងត្រូវពិនិត្យមើលពីរធំទី1គឺទិសឆុងប្រចាំជីវិតទី2គឺទិសឆុងប្រចាំដួងកែវបើសិនតែពីរនេះយើងជ្រើសរើសបានត្រូវទាំងពីរហើយនឹងធ្វើឲ្យម្ចាស់ផ្ទះនឹងមានសេចក្តីសុខចម្រុងចម្រើននៅក្នុងក្រុមគ្រួសារមិនមានជំងឺឈឺមកបៀតបៀនទេបើមានក៏មានតិចតួច còn là ta chưa ba vơ mục ấy tình tôi chỉ đa mình chỉ
thom đomទេបាទចឹងដែរលោកអ្នកអាច download យក app MySP42 របស់ខ្ញុំបាទធ្វើដើម្បីធ្វើការទូទាយនៅក្នុងនោះខ្ញុំបានសរសេរចងក្រងជា PDF ចំនួន6ទំព័រទៅ7ទំព័រលោកអ្នកអាច short stream ដើម្បីទុកជាឯកសារហើយនៅក្នុងនោះយើងសរសេរថ្ងៃខែឆ្នាំចូល app នឹងចេញចម្លើយនឹងចេញឯកសារមកឲ្យមើលហើយបាទហើយចឹងដែរខ្ញុំបានក៏មិនរៀបរាប់អីឲ្យវែងឆ្ងាយដែរសូមបញ្ចប់នៅការបកស្រាយព័ត៌មានខ្ញុំត្រឹមប៉ុណ្នេះសូមគ្រប់ថ្លែងអំណរគុណដល់អាដាមលោកជំទាវលោកលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់នៅការបកស្រាយរបស់ខ្ញុំបាទសូមគោរពជូនពរសូមជួបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈបលៈចូលមានគ្រប់គ្រួសារបាទសូមគោរព